ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បញ្ញរិទ្ធ Official ម្ដងទៀតថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយសម្រាប់ចែកម្លែកទៅកាន់បងប្អូនអរគ្នាដែលលើកនេះយើងនិយាយអំពីកម្មវិធីមួយដែលអាចជួយសង្គ្រោះបងប្អូនបានច្រើនមែនទែនហើយវាជាកម្មវិធីល្អមែនទែនដែលខ្ញុំបាន file កម្មវិធីនេះពីបងប្រុស LH ខ្ញុំមិនដឹងថាឈ្មោះគាត់ពេញអីគេទេតោះឥឡូវយើងមកដឹងទាំងអស់គ្នាតើកម្មវិធីនេះអាចធ្វើបានអីខ្លះអញ្ចឹងណាកម្មវិធីរបស់គាត់មានឈ្មោះថា Split Merge Video by LH អញ្ចឹងណានេះគឺជាវីដេអូនេះគឺជាកម្មវិធីដែលខ្ញុំបានពីគាត់យើងអាចនិយាយបានថាវាជា tool ក៏បានឬជាកម្មវិធីក៏បានអញ្ចឹងយើងអាចបើកវាមកអញ្ចឹងពេលដែលយើងចូលមកដំបូងគឺមានពាក្យកាត់វីដេអូហើយនិងបញ្ចូលវីដេអូបានន័យថាទី1នេះគឺសម្រាប់វីដេអូវែងអញ្ចឹងសម្រាប់វីដេអូវែងគឺបងប្អូនអាចយកមកកាត់ជាកង់បានដែលយើងអាចកំណត់នាទីបាននៅខាងក្រោមនេះតើឥឡូវយើងមកមើលម្ដងមួយទៅខាងលើនេះគឺគាត់បានដាក់បញ្ចូលទៅកន្លែងបញ្ចូលវីដេអូអញ្ចឹងយើងមើលឃើញពាក្យថា input video យើងចុចកន្លែងនេះមកអញ្ចឹងខ្ញុំទៅរកវីដេអូមួយដើម្បីឧទាហរណ៍ឲ្យបងប្អូនយើងមើលអូខេអញ្ចឹងយើងយកវីដេអូនេះទៅនេះគ្រាន់តែជាវីដេអូឧទាហរណ៍ទេហើយទី2គឺជាកន្លែងដែលយើងជ្រើសរើសទុកនៅពេលដែលយើងកាត់វីដេអូវែងនឹងចេញមកណាអញ្ចឹងគឺជា output folder អញ្ចឹងយើងចូលកន្លែង output folder នេះមកតោះមកយើងជ្រើសរើសទីតាំងដែលយើងត្រូវចង់ទុកណាអញ្ចឹងខ្ញុំសូមធ្វើការបង្កើត folder មួយទៅយើងដាក់ cut វីដេអូអញ្ចឹងទៅអូខេយើងចុចលើវា2ដងមកដើម្បីវាចូលក្នុងហ្នឹងយើង select folder ហ្នឹងមកហើយបន្តមកទៀតយើងមានការកំណត់កន្លែង setting គឺមាន flip video អញ្ចឹងបើសិនជាវីដេអូយើងហ្នឹងជាវីដេអូ original យើងចង់ flip ដើម្បីផ្ដាច់ copyright ក៏បានដែរយើងចុចពាក្យ flip នេះមកយើងគ្រីសមកណាតែខ្ញុំអត់ flip ទេព្រោះដោយសារវីដេអូខ្ញុំគឺជាវីដេអូ original ស្រាប់រក្សាទម្រង់ដើម keep original អញ្ចឹងយើងបើកន្លែងនេះយើងអត់ចង់កែប្រែទេយើងចុច tick កន្លែងនេះមកអញ្ចឹងវារក្សាទម្រង់ដើមទាំងអស់បានន័យថាវីដេអូយើងប្រហែលប្រហែលនាទីគឺវានៅដដែលទាំងអស់អញ្ចឹងណាតែខ្ញុំធ្វើការកាត់ដោយសារតែវីដេអូរបស់ខ្ញុំគឺរយៈពេលវែងដែរអញ្ចឹងខ្ញុំចូលមើលបញ្ជាក់ម្ដងទៀតវីដេអូរបស់ខ្ញុំមានរយៈពេល9នាទីបងប្អូន 9.13 វិនាទីអញ្ចឹងយើងធ្វើការកាត់3នាទីម្ដងទៅអញ្ចឹងធ្វើការកំណត់កន្លែងរយៈពេលនេះរយៈពេលកាត់អញ្ចឹងយើងកាត់ជា3កង់បានន័យថាមួយកង់3នាទីអញ្ចឹងទៅណាអញ្ចឹងយើងកន្លែងនេះយើងដាក់3នាទីមកយើងចង់បាយលេខក៏បានយើងចង់ចុចសញ្ញាព្រួយលេខនេះក៏បានដែរអញ្ចឹងយើងដាក់ចង់បាន3នាទីចុច10 second ក៏បានយើងដាក់លេខ3នាទី10 second នេះគ្រាន់ជាការឧទាហរណ៍ទេបន្តមកទៀតជាវីដេអូសាយអញ្ចឹងយើងអាចជ្រើសរើសបានវីដេអូយើងចង់ជាប្រភេទការ៉េយើងចុចលេខ1នេះមកអញ្ចឹងបានន័យថាវា1គុណនឹង1ជាប្រភេទការ៉េ4ជ្រុងហើយទី2នេះគឺជាប្រភេទ4គុណនឹង4បានន័យថាវាជាប្រភេទក៏ពិតគាត់ត្រូវដាក់កន្លែងហ្នឹង3គុណនឹង4មិនត្រូវព្រោះវាជាប្រភេទអញ្ញបានថាដូចរូបថត3គុណនឹង4អញ្ចឹងបងប្អូនបាទបន្តមកទៀតកន្លែង9 16នេះគឺជាវីដេអូបញ្ឈរពេញសម្រាប់ទូរស័ព្ទមើលតែម្ដង19 6វិញគឺជាវីដេអូផ្ដេកពេញប៉ុនអេក្រង់របស់ខ្ញុំតែម្ដងអញ្ចឹងយើងធ្វើការយក original មកពីព្រោះតែវីដេអូរបស់ខ្ញុំគឺផ្ដេកស្រាប់យើងគ្រាន់តែចង់បានការកាត់3នាទីម្ដងទេបន្តមកទៀតយើងចូលមកកន្លែង quality យើងចង់បាន original ក៏បានចង់តម្រឹមវានៅសល់18ក៏បានចង់តម្រឹមវានៅសល់កម្រិត720ក៏បានតែកម្រិតនេះគឺកាន់តែអត់សូវច្បាស់ទេខ្ញុំគិតថា18គឺល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាហើយបន្តមកទៀតយើងមើលកន្លែងខាងkiaនេះសម្រាប់ frame SPS នេះគឺ frame របស់វីដេអូបានន័យថាល្បឿន smooth ឬល្បឿនស្អិតរបស់វីដេអូហ្នឹងគឺប៉ុណ្ណាបងប្អូនចង់បានប៉ុណ្ណាភាគច្រើនគេយក30អីចឹងទៅឬក៏60គឺវា smooth ខ្លាំងបំផុតសម្រាប់ខ្ញុំណាតែយើងដាក់ original មកយើងមិនបាច់សេរីវាក៏បានដែរបន្តមកទៀត processing device អញ្ចឹងបានន័យថាបងប្អូនចង់ឲ្យកម្មវិធីនេះវាដំណើរការទៅលើ CPU ឬក៏ GPU របស់កុំព្យូទ័របងប្អូនអាច tick ពីនឹងបានអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ដំណើរការទៅលើ CPU ទៅ
ហើយខាងក្រោមនេះជាបារបើន័យថាជាកន្លែង loading វីដេអូដែលយើងអាចស្រួលមើលអញ្ចឹងណាទាំងលើទាំងក្រោមវាមាន2បារនេះណាអញ្ចឹងអស់ហើយដូចជាអត់មានអីត្រូវកំណត់ទេយើងអាចចាប់ផ្ដើម start បានខ្ញុំចូលមើលម្ដងទៀត output ខ្ញុំដាក់នៅក្នុង card video អូខេចុចចាប់ផ្ដើមកម្មវិធីនេះដែរគឺធ្វើឡើងដោយកូនខ្មែរបើអាចនិយាយបានថាវាជា tool មិនមែនជាកម្មវិធីក៏បានដែរអញ្ចឹងបើសិនជាបងប្អូនត្រូវការអាចតាក់ទងមកខ្ញុំក៏បានឬក៏តាក់ទងទៅបង LA ក៏បានអូនេះឈ្មោះរបស់គាត់នៅកម្មវិធីកាត់វីដេអូដោយឡៃហៀងនឹងឲ្យបងប្រុសឡៃហៀងអញ្ចឹងអាចតាក់ទងមកខ្ញុំមកខ្ញុំនឹងតម្លាក់ file ជូនព្រោះគាត់តម្លាក់ file ហ្នឹងឲ្យខ្ញុំ free ដែរទេអញ្ចឹងវីដេអូយើងក៏បានចាប់ផ្ដើមហើយយើងរងចាំវាបន្តិចទៅបន្តិចទៀតខ្ញុំនឹងបញ្យល់អំពីកន្លែងបញ្ចូលវីដេអូ merge ម្ដងវាមាន2ចំណុចវាមានទី1 split បានន័យថាកាត់វីដេអូជាកង់ទី2 merge បានន័យថាយើងយកវីដេអូដែលយើងបានកាត់រួចរាល់ឬក៏ជាវីដេអូខ្លីៗផ្សេងៗដែលយើងចង់យកមកបញ្ចូលគ្នាជាវីដេអូមួយយើងអាចដាក់ចូលក្នុងកន្លែង merge នេះបានខ្ញុំគិតថាកម្មវិធីនេះវាល្អខ្លាំងមែនទែនសម្រាប់បងប្អូនដែលចង់ធ្វើវីដេអូខ្លីសម្រាប់ផុសនៅទៅលើ Facebook ឬក៏ Reel ឬក៏ TikTok ផ្សេងៗដែលបងប្អូនអាចយកទៅប្រើប្រាស់បានតាមតម្រូវការអញ្ចឹងណាអូខេគឺថាវារៀងលឿនដែរអាស្រ័យទៅលើនាទីរបស់វីដេអូបើនាទីរបស់វីដេអូបងប្អូនវែងក៏វាកាត់រៀងយូរទៅចឹងយើងចាំមើល result ទាំងអស់គ្នាតើវាចេញមកគុណភាពបែបណាពីព្រោះអីខ្ញុំដាក់កម្រិតគុណភាពចេញមកគឺត្រឹមតែ18ទេហើយ original របស់ខ្ញុំប្រហែលជា18ដែរទេមើលទៅខ្ញុំមិនដឹងដែរហើយយើងចូលទៅ check មើលអ្នកនរគ្នាសិនទៅ detail កម្រិត frame អូខេខ្ញុំគិតថាវាអាចនឹងលើសតិចតួច1920គុណនឹង10 24ដូចជាមិនអីទេកម្រិតប៉ុណ្នេះអូខេពេលនេះវីដេអូរបស់យើងគឺបានកាត់រួចរាល់ហើយពេលដែលរួចរាល់គឺវាបានដាក់ថាវីដេអូរបស់យើងគឺកាត់ដោយជោគជ័យរយៈពេល3នាទីចុច15ចឹងយើងអាច open folder តែម្ដងទៅយើងទៅរកមើលវីដេអូរបស់យើងនេះចឹងមិញខ្ញុំចុចកំណត់វីដេអូរបស់ខ្ញុំគឺ 3.10 ចឹងយើងមើលនៅលើ property នេះទៅតែនាទីវានៅសល់នេះ 3.10 ហ្នឹងហើយហ្នឹងគឺដែលខ្ញុំកំណត់មកវាឃើញនៅសល់ 3.10 នេះក៏ 3.10 ដែរអានេះបានតែ 2.53 ទេដោយសារតែវីដេអូយើងវាអត់គ្រប់ 3.10 ទាំងអស់ទេពីព្រោះតែវាមានលើសខ្វះតិចតួចអញ្ចឹងណាអញ្ចឹងចុងវីដេអូចុងកតុយវីដេអូរបស់យើងគឺវាអាចនឹងសល់ច្រើនសល់តិចទៅតាមជាក់ស្ដែងអញ្ចឹងទៅអញ្ចឹងគឺថាវីដេអូរបស់យើងគឺកាត់រួចរាល់ហើយឥឡូវយើងចូលមើលអស់គ្នាទៅអូខេសួស្តីអ្នកទាំងអស់គ្នាអូខេគឺថាកម្រិតវីដេអូគឺនៅច្បាស់ដដែលគឺ 10.18 នេះគឺទទួលយកបានដដែលអញ្ចឹងបងប្អូនអាចធ្វើការកាត់តាមនឹងបានលឿនមែនតើហើយវាមានលេខឲ្យយើងទៀតស្រាប់តែម្ដង1 2 3អញ្ចឹងទៅអញ្ចឹងឥឡូវយើងយកវីដេអូហ្នឹងមកផ្គុំវិញចូលក្នុងកម្មវិធីដដែលតែយើងចុចប៊ូតុងទី2នេះមកចូលពាក្យបញ្ចូលវីដេអូបាទ merge វីដេអូណាអញ្ចឹងខាងលើនេះគឺមានពាក្យថា add video អញ្ចឹងយើង add video របស់យើងចូលមក3នឹងតែម្ដងគឺយើងចូលតែមួយវិញបងប្អូនមានច្រើនដាក់ច្រើនមកគឺវា load មកលើហ្នឹងណាអញ្ចឹងអានេះយើងអាច move up move down បានបើសិនជាយើងដាក់ជាន់គ្នាមួយណាលើក្រោមអញ្ចឹងណាបើបងប្អូនចុចអស់អញ្ចេះគឺអត់ទៅទេតោះតែយើងអាចចុចថាលេខ2នេះវាត្រូវទៅនៅទី1មុនវិញអានោះយើងអាច move ទៅលើបានអញ្ចឹងណាតែនេះត្រូវហើយ1 2 3ដាក់តាមលំដាប់ដោយរបស់វាហើយយើងអាច clear បាននៅលើនេះឧទាហរណ៍ថាយើងច្រឡំលេខ2នេះមាន2 clip ចឹងទៅយើងចុច clear មកអូ remove សំទោសចឹងយើងធ្វើការ add video ម្ដងទៀតចឹងបើលេខ2នេះវាមានភាពជាន់គ្នាយើងអាច remove លេខ2នេះចោលបានចឹងនៅសល់តែ1ហើយ3ទេតែឥឡូវយើង add លេខ2មកវិញ
សម្រាប់ការ clear គឺយើង clear ចេញទាំងអស់នេះចេញមកគឺ1 3 2វិញអញ្ចឹងយើងធ្វើការ move up ទៅនេះ1 2 3ត្រូវហើយអញ្ចឹងកន្លែងនេះ processing device ដូចគ្នាបងប្អូនចង់ប្រើ CPU ក៏ប្រើ CPU ទៅប្រើ GPU ក៏ប្រើ GPU ទៅសម្រាប់ខ្ញុំប្រើ CPU ហើយអញ្ចឹងអត់មានអីពិបាកទេចូលមកដល់កន្លែង save as យើងអាចបើដែលថាយើង save ដាក់នៅត្រង់ណាខ្ញុំដាក់នៅក្នុងនឹងតែម្ដងប៉ុន្តែយើងដាក់ឈ្មោះឲ្យទៅយើងដាក់ថា final merge អីចឹងណាដើម្បីដឹងថានេះជាវីដេអូដែលយើងបាន merge ហើយ save អញ្ចឹងបន្ទាប់ពី save as រួចរាល់ហើយយើង ready រួចរាល់ហើយយើងចុច start merge មកអញ្ចឹងកន្លែងនេះបងប្អូនមានវីដេអូច្រើន10 20 30 40 50វីដេអូអាចយកមកបញ្ចូលគ្នាបានដូចគ្នាយើងគ្រាន់តែចុចតែមួយ click ទៅគឺវាធ្វើការឲ្យយើងតែម្ដងគឺយើងមិនចាំបាច់ទៅអង្គុយភ្ជាប់វាម្ដងមួយនៅក្នុងកម្មវិធីផ្សេងទេហើយកម្មវិធីនេះគឺអត់មានប៉ះពាល់ទៅដល់ម៉ាស៊ីនកុំព្យូទ័រទេគឺជាកម្មវិធីបង្កើតដោយបងប្រុសឡៃហៀងអញ្ចឹងក៏អត់មានបញ្ចូលជាមេរោគអីនៅក្នុងហ្នឹងទេអញ្ចឹងយើងអាចប្រើប្រាស់បានងាយស្រួលមែនតើនៅក្នុងនេះគឺមានទាំងកាត់វីដេអូជាខ្លីជាកង់និងមានជាការបញ្ចូលវីដេអូ merge បញ្ចូលគ្នាក្នុងនឹងតែម្ដងធ្វើការចាំវាបន្តិចទៅអូខេបាទឥឡូវនេះវីដេអូរបស់យើងគឺបាន merge រួចរាល់ហើយអញ្ចឹងយើងចុច OK ហើយយើងចុច open folder មកតើយើងតើវាអាចជាវីដេអូពេញហ្នឹងចំនួនប៉ុន្មាននាទីឥឡូវយើងមើលវីដេអូដែលយើងបាន merge រួចរាល់9នាទីចុច13ឥឡូវយើងទៅមើលវីដេអូដើមរបស់យើងវិញដែលយើងកាត់មក3ភាគមិញហ្នឹងណានៅណាអញ្ចេះនេះអញ្ចឹងមាននាទី 9.13 ដូចគ្នាអញ្ចឹងគឺវាអត់បាត់នាទីទៅណាទេអញ្ចឹងបានន័យថាវីដេអូនេះគឺទទួលបានជោគជ័យឥឡូវយើងចុចចូលមើលទៅអូខេអត់មានដាច់កន្លែងណាទេតណគឺក៏អត់មានឃើញ load អីញ៉ៃដែរចឹងគឺថាកម្មវិធីនេះល្អមែនទែនសម្រាប់អ្នកដែលធ្វើវីដេអូសម្រាប់រកលុយជាមួយ Facebook ឬ YouTube ឬក៏ TikTok អាចប្រើប្រាស់កម្មវិធីនេះងាយស្រួលលឿនពន្លឿនការងារយើងខ្លាំងមែនទែនអញ្ចឹងបើសិនជាបងប្អូនចង់បានកម្មវិធីមួយនេះអាចតាក់ទងមកខ្ញុំបានឬក៏ចូល Telegram ខាងក្រោមឬក៏ comment ខាងក្រោមទៅខ្ញុំនឹងផ្ញើ file កម្មវិធីនេះឲ្យបងប្អូនហើយអញ្ចឹងបើសិនជាពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច like Subscribe Share និងដាក់សញ្ញាកណ្ដឹងឲ្យមួយផងបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ